អាដាមលោកជំទាវលោកស្រីក្មួយនិស្សិតទាំងអស់ពិធីតបូលជាទីមេត្រីរាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ2050យើងមិនអាចក្លាយជាប្រទេសដែលមានបានទេបើសិនបើធនធានមនុស្សរបស់យើងពុំអាចក្លាយជាប្រទេសដែលមានបានទេបើសិនជាយើងមិនអាចធនធានមនុស្សពុំមានចំណេះដឹងនិងសមត្ថភាពជំនាញពុំអាចប្រកួតប្រជែងលើឆាកអន្តរជាតិពុំមានសុខភាពល្អគ្រប់គ្រាន់និងពុំមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ចនិងឧស្សាហកម្មដែលផ្អែកលើចំណេះដឹង